នៅភាគខាងត្បូងនៃប្រទេសឥណ្ឌានៅក្រោមស្រទាប់ថ្មនិងធូលីមានប្រាសាទមួយលាក់ខ្លួនវាគឺជាកន្លែងដ៏មានបំផុតមួយនៅលើភពផែនដីដែលអស់រយៈពេលជាយូរមកហើយគ្មាននរណាម្នាក់ដឹងពីអត្ថភាពរបស់វាឡើយយើងធ្លាប់តែគិតថារាល់កំណប់ទ្រព្យដំហិមាទាំងអស់ត្រូវបានគេរកឃើញអស់ហើយប្រាសាទបុរាណក៏ត្រូវបានគេសិក្សារួចរាល់ដែរប៉ុន្តែវាមិនមែនដូច្នោះទេនៅក្រោមដីគេបានរកឃើញឃ្លាំងដែលត្រូវបានបិទជិតពោពេញទៅដោយមាសត្បូងមានតម្លៃនិងវត្ថុបុរាណដែលមិនត្រូវបានគេប៉ះពាល់រាប់រយឆ្នាំមកហើយយើងកំពុងនិយាយអំពីមាសរាប់តោនពេជ្រដ៏កម្របំផុតនិងគ្រឿងអលង្ការបុរាណដែលមានអាយុកាលជា 1000 ឆ្នាំសាលខ្លះដែលត្រូវបានរកឃើញមានជម្រៅរាប់សិបម៉ែត្រហើយអ្វីដែលនៅក្នុងនោះនៅតែជាអាថ៌កំបាំងរហូតមកដល់សព្វថ្ងៃថ្ងៃនេះយើងនឹងស្វែងយល់ថាតើកំណប់ទ្រព្យទាំងនេះអាចលាក់ខ្លួនបានយ៉ាងដូចម្តេចអស់រយៈពេលជាច្រើនសតវត្សរ៍មកនេះហេតុអ្វីបានជាអាថ៌កំបាំងរបស់វានៅតែបង្កឲ្យមានការភ័យខ្លាចសូម្បីតែចំពោះអ្នកស្រាវជ្រាវហើយតើមានអ្វីនៅពីក្រោយទ្វារដែលបិទជិតចុងក្រោយគេនោះតោះយើងចុះទៅក្រោមដីហើយមើលថាតើប្រាសាទដែលពោពេញដោយមាសនេះលាក់ទុកអ្វីខ្លះឲ្យប្រាកដសូមស្រមៃគិតអំពីក្រុមមនុស្សមួយក្រុមនៅក្នុងច្រកផ្លូវដងងឹតមួយនៅជ្រៅក្រោមដីជញ្ជាំងនៅទីនេះមិនដែលបានឃើញពន្លឺព្រះអាទិត្យអស់រយៈពេលជាង500ឆ្នាំមកហើយនៅក្នុងដៃរបស់ពួកគេមានឧបករណ៍ធុនធ្ងន់ធ្វើពីលោហៈពន្លឺពីពិលដ៏ខ្លាំងបានចាំងទៅចំទ្វារដ៏ធំមួយនៅក្នុងភាពងឹតឈឹងវាមិនមានសោឬរន្ធសោដូចធម្មតានោះទេពួកគេគឺជាសមាជិកនៃគណៈកម្មការពិសេសមួយពួកគេទទួលបានសិទ្ធិក្នុងការបំបែកត្រាចាស់នៃប្រាសាទដែលលាក់កំបាំងបំផុតរបស់ឥណ្ឌាកន្លែងនេះត្រូវបានការពារដោយព្រះរាជាណាចក្រត្រាវ៉ាន់ខោអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយនៅពេលនេះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដឹងឡើយថាបន្តិចទៀតនេះពួកគេនឹងក្លាយជាសាក្សីនៃការរកឃើញដែលនឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានការភ្ញាក់ផ្អើលអ្វីទាំងអស់នេះត្រូវបានរៀបចំឡើងដោយបុរសម្នាក់វីរបុរសរូបនេះគឺជាមេធាវីម្នាក់ដែលមានឈ្មោះថាធីរវណ្ណាមសុន្ដារារាចាហើយអ្វីបានជាគាត់សម្រេចចិត្តប្រឈមមុខនឹងរាជវង្សដ៏មានអំណាចហើយអះអាងថាមានទ្រព្យសម្បត្តិមហាសាលលាក់ទុកនៅក្រោមបាតប្រាសាទកាលនោះមនុស្សជាច្រើនគិតថាវាជារឿងឈួតលេឡាគាត់បានដាក់ពាក្យបណ្ដឹងទៅតុលាការកំពូលនៃប្រទេសឥណ្ឌាគាត់បានទាមទារអស់រយៈពេលជាច្រើនឆ្នាំឲ្យរដ្ឋគ្រប់គ្រងបន្ទប់ក្រោមដីដែលគេបោះបង់ចោលនៃប្រាសាទប៉ាតម៉ាណាបាស្វាមីខណៈពេលដែលដំណើរការតុលាការកំពុងប្រព្រឹត្តទៅពិធីចាមអារាមបានរីករាលដាលពេញទីក្រុងអ្នកខ្លះរងចាំមើលមាសស្គរដោយភ្នំអ្នកខ្លះទៀតបារម្ភពីអន្ទាក់បុរាណដែលអាចរារាំងភ្ញៀវគ្រប់រូបនៅពេលដែលតុលាការផ្ដល់ការអនុញ្ញាតជាស្ថាពរក្រុមការងារក៏បានចាប់ផ្ដើមចុះទៅក្នុងជម្រៅនៃប្រវត្តិសាស្ត្រខ្យល់នៅខាងក្រោមនោះមានសភាពហប់ណាស់ដោយសារតែសំណើមត្រឹមតែ2នាទីប៉ុណ្ណោះការដកដង្ហើមក៏ចាប់ផ្ដើមពិបាកជញ្ជាំងត្រូវបានគ្របដណ្ដប់ដោយស្នាមខ្មៅយ៉ាងក្រាស់ពីចង្កៀងប្រេងនៅលើអាចមានសំណល់នៃគ្រឿងសក្ការបូជាដែលបានคล้ายទៅជាម្សៅពណ៌ប្រផេះប៉ុន្តែអ្វីទាំងអស់នេះលែងសំខាន់ទៀតហើយនៅពេលដែលផ្ទាំងថ្មដ៏ធ្ងន់ដំបូងត្រូវបានរបើកឡើងដោយសារកម្លាំងឧបករណ៍កម្មករបានចាប់ផ្ដើមរុញថ្មដ៏ធំចេញយឺតសំឡេងគិតយ៉ាងខ្លាំងនៃលោហៈជាមួយនឹងថ្មក្រានីតបុរាណបានបន្លឺឡើងពេញបន្ទប់ក្រោមដីប្រព័ន្ធចាក់សោត្រូវបានរៀបចំឡើងយ៉ាងស្មុគស្មាញដែលកំហុសបន្តិចបន្តួចអាចបណ្ដាលឲ្យពីដានថ្មបាក់ស្រុតចុះមកអ្នកជំនាញបានធ្វើការយ៉ាងផ្ចិតផ្ចង់បំផុតម្ដង1 មីលីម៉ែត្រដើម្បីបើកផ្លូវចូលទៅកាន់ទីកន្លែងដែលមិនធ្លាប់ស្គាល់ហើយនៅពេលដែលចន្លោះតូចចង្អៀតដំបូងត្រូវបានបើកខ្យល់ដ៏ត្រជាក់ស្រេបបានបក់ចេញពីក្នុងសាលនោះមកខ្យល់នេះមិនបានរំកិលអស់រយៈពេលជាង500ឆ្នាំមកហើយពន្លឺពិលបានជិះទៅលើរូបរាងចម្លែកនៃវត្ថុផ្សេងនៅពេលនោះក្រុមការងារទាំងមូលបានស្ថិតក្នុងភាពស្ងប់ស្ងាត់បំផុតអ្វីដែលពួកគេបានឃើញបានធ្វើឲ្យអ្នកបុរាណវិទ្យាដែលមានបទពិសោធន៍ភ្លេចអស់នៅច្បាប់ទម្លាប់នានានៅខាងមុខពួកគេគឺជាសាលដ៏ធំមួយដែលមានមាសស្គរដូចភ្នំនៅលើឥដ្ឋមិនមែននៅក្នុងហឹបនោះទេតើអ្នកធ្លាប់ឃើញមាសច្រើនដល់ថ្នាក់អាចដើរលើវាបានដូចដើរលើឆ្នេរខ្សាច់ដែរឬទេទស្សនវិជ្ជានេះហើយដែលគណៈកម្មការបានជួបប្រទះនៅពេលពួកគេចូលទៅក្នុងសាលដែលមានលេខកូដអក្សរ A នៅក្រោមជើងរបស់ពួកគេមិនមែនជាអត្ថមទេគឺពួកគេកំពុងជន់លើស្រទាប់កាក់មាសនិងចិញ្ចៀនដ៏មានតម្លៃយ៉ាងក្រាស់កន្លែងខ្លះស្រទាប់មាសនោះមានកម្រាស់ដល់ទៅ30 សង់ទីម៉ែត្រពួកគេបានធ្វើចលនាយ៉ាងយឺតបំផុតពួកគេខ្លាចធ្វើឲ្យខូចខាតដល់វត្ថុដែលធ្វើពីលោហៈធាតុសុទ្ធដ៏ផុយស្រួយទាំងនោះពន្លឺពេលបានជិះត្រឡប់ពីជញ្ជាំងដែលត្រូវបានស្រោបដល់បន្ទះមាសស្ដាងទាំងស្រុង
វិហាក់បីដូចជាមាននរណាម្នាក់បានចាក់វត្ថុមានតម្លៃពីឡានដឹកទំនិញធំរាប់រយគ្រឿងចូលទៅក្នុងទីនេះប៉ុន្តែតើមានសិទ្ធិច្រើនសន្ធឹកសន្ធាប់បែបនេះអាចមកជួបជុំគ្នានៅកន្លែងតែមួយដោយរបៀបណានៅក្នុងចំណោមពន្លឺចែងចាំងទាំងនេះអ្នកស្រាវជ្រាវបានប្រទះឃើញវត្ថុដ៏អាថ៌កំបាំងមួយចំនួននៅជ្រុងម្ខាងទៀតនៃបន្ទប់មានពីងដីឥដ្ឋដ៏ធំជាច្រើនកម្ពស់នៃពីងទាំងនេះគឺស្ទើរតែស្មើនឹងកម្ពស់មនុស្សពេញវ័យទៅហើយអ្នកបុរាណវិទ្យាម្នាក់បានអើតមើលទៅក្នុងពីងមួយក្នុងចំណោមនោះនៅក្នុងនោះគ្មានទឹកឬប្រេងអ្វីឡើយពីងទាំងនោះត្រូវបានបំពេញដោយម្សៅមាសសុទ្ធយ៉ាងណែនរហូតដល់មាត់ពីងទម្ងន់សរុបរបស់វាគ្រាន់តែនៅក្នុងបន្ទប់មួយនេះគឺមានលើសពី50គីឡូក្រាមម្សៅមាសនេះល្អិតខ្លាំងណាស់រហូតដល់ពេលមានចលនាខ្យល់បន្តិចបន្តួចវាក៏ហុយឡើងលើបង្កើតបានជាអោបដ៏ភ្លឺចែងចាំងនៅជុំវិញមនុស្សក្រៅពីម្សៅមាសនេះនៅក្នុងសាលក៏បានរកឃើញហឹបឈើធ្នង់ដ៏រឹងមាំរាប់រយផងដែរអស់រយៈពេលរាប់រយឆ្នាំមកនេះឈើទាំងនោះបានคล้ายទៅជាពុកផុយអស់ទៅហើយនៅពេលដែលកម្មករព្យាយាមបើកគម្របពួកវាក៏បានបែកខ្ទេចនៅក្នុងដៃតែម្ដងវត្ថុនៅក្នុងហឹបទាំងអស់រួមមានកាក់មាសនិងដុំមាសបានធ្លាក់ចេញមកក្រៅធ្វើឲ្យភ្នំមាសដែលមានស្រាប់កាន់តែធំឡើងភាពចង់ដឹងចង់ឃើញកាន់តែខ្លាំងឡើងរាល់នាទីដែលពួកគេស្ថិតនៅក្នុងបន្ទប់ក្រោមដីនោះមន្ត្រីម្នាក់បានកត់សម្គាល់ឃើញកញ្ចប់ធំមួយនៅជ្រុងម្ខាងទៀតនៃសាលវាត្រូវបានគ្របដណ្ដប់ដោយក្រណាត់ដ៏ចាស់បំផុតមួយក្រណាត់នោះត្រូវបានដកចេញយ៉ាងប្រុងប្រយ័ត្ននៅពីក្រោមវាគឺជាបដិមាព្រះដ៏ធំសម្បើមមួយវាគឺជាមាសសុទ្ធដែលបានចាក់ពុម្ពដែលមានទម្ងន់រាប់រយគីឡូក្រាមបដិមានេះត្រូវបានតុបតែងយ៉ាងប្រណីតដោយគ្រាប់ពេជ្រដែលមានទំហំប៉ុនផ្លែឈើធំប៉ុន្តែតម្លៃដ៏សំខាន់បំផុតមិនមែនស្ថិតត្រឹមតែលើតម្លៃទឹកប្រាក់របស់វានោះទេនៅឯជើងទម្រณีបដិមានេះមានកាក់ជាច្រើនដែលមើលទៅហាក់ដូចជាមកពីកន្លែងផ្សេងទាំងស្រុងពួកវាមិនដូចជារូបបីបានក្នុងស្រុករបស់ឥណ្ឌាបុរាណនោះទេវាគឺជាប្រាក់ដែលមនុស្សនៅម្ខាងទៀតនៃពិភពលោកបានប្រើប្រាស់កាលពីពាន់ឆ្នាំមុនពួកវាចូលទៅក្នុងបន្ទប់ក្រោមដីដែលបិទជិតដែលគ្មានអ្នកចូលរាប់រយឆ្នាំដោយរបៀបណាចម្លើយគឺស្ថិតនៅក្នុងប្រវត្តិសាស្ត្រសម្ងាត់នៃផ្លូវពាណិជ្ជកម្មដែលភ្ជាប់ឥណ្ឌាជាមួយអាណាចក្រពីអតីតកាលហើយអ្វីបានជាមានថង់ប្រាក់នៃអាណាចក្ររ៉ូម៉ាំងនៅក្នុងបន្ទប់ក្រោមដីដែលបិទជិតបែបនេះសំណួរនេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រតតម្រិះនៅពេលពួកគេចាប់ផ្ដើមពិនិត្យមើលវត្ថុដែលរកឃើញក្នុងសាលអេក្នុងចំណោមមាសរាប់តោនគេបានរកឃើញថង់ស្បែកតូចដែលមិនទាន់រលួយคล้ายជាធូលីដោយអភូតហេតុនៅខាងក្នុងមានកាក់មាសរាប់រយដែលគេអាចមើលឃើញមុខអធិរាជរ៉ូម៉ាំងយ៉ាងច្បាស់នេះមានន័យថារឿងមួយគឺទ្រព្យសម្បត្តិនៅក្នុងកន្លែងសម្ងាត់នេះត្រូវបានសន្សំរាប់ពាន់ឆ្នាំមកហើយកាក់នីមួយបែបនេះនៅពេលបច្ចុប្បន្នមានតម្លៃស្មើនឹងរថយន្តថ្មីមួយគ្រឿងហើយនៅក្នុងប្រាសាទនេះគេបានរកឃើញពួកវាពេញមួយធុងតែម្ដងវាមិនមែនគ្រាន់តែជាកំណប់ទ្រព្យដ៏មហាសាលនោះទេប៉ុន្តែជាបណ្ណសារសេដ្ឋកិច្ចពិភពលោកដែលត្រូវបានរក្សាទុកក្នុងលក្ខខណ្ឌដ៏ល្អឥតខ្ចោះនៅក្រោមដីប៉ុន្តែពេលវេលានៃការភ្ញាក់ផ្អើលបានបញ្ចប់យ៉ាងលឿននៅពេលដែលអ្នកជំនាញបានបន្តទៅសិក្សាវត្ថុដែលមានទំហំធំជាងនេះពួកគេបានរកឃើញខ្សែច្រវាក់មាសវែងជាង1000ខ្សែទម្ងន់នៃខ្សែនីមួយគឺលើសពី20គីឡូក្រាមប្រវែងនៃវត្ថុខ្លះមានលើសពី5ម៉ែត្រតែហេតុអ្វីបានជាមនុស្សសម័យបុរាណត្រូវការគ្រឿងអលង្ការដ៏ធំសម្បើមបែបនេះការពន្យល់បានប្រែមកជាសាមញ្ញទៅវិញកាលពីសម័យមុនពួកអ្នកគ្រប់គ្រងក្នុងស្រុកបានប្រើប្រាស់ខ្សែច្រវាក់បែបនេះសម្រាប់ដំរីសឹករបស់ពួកគេក្នុងអំឡុងពេលក្បួនព្យុះយាត្រាដុល្លាររិកស័ព្ទដ៏ធំសម្បើមទាំងនោះត្រូវបានបំពាក់ដោយមាសសុទ្ធតែម្ដងនេះបានបង្ហាញដល់ពិភពលោកទាំងមូលនៅអំណាចនិងទ្រព្យសម្បត្តិរបស់ព្រះរាជាណាចក្រត្រាវ៉ាន់ខលក្រៅពីខ្សែច្រវាក់នៅក្នុងសាលនោះគេក៏បានរកឃើញមកុដដែលត្រូវបានតុបតែងយ៉ាងប្រណីតដោយត្បូងទឹមនិងត្បូងរ៉ុកទម្ងន់របស់វាធ្ងន់ខ្លាំងណាស់រហូតដល់មនុស្សម្នាក់ស្ទើរតែមិនអាចទាក់វានៅលើក្បាលបានលើសពី10នាទីឡើយស្ថានភាពបានคล้ายជាដានតឹងខ្លាំងនៅពេលដែលអ្នកវិតម្លៃព្យាយាមកំណត់តម្លៃសរុបនៃសាលតែមួយនេះគូលេខបានកើនឡើងរៀងរាល់នាទី$10,000 លាន12-15ជាចុងក្រោយគណៈកម្មការបានសម្រេចជាផ្លូវការនៅតួលេខ$22,000 លានដើម្បីឲ្យអ្នកអាចស្រមៃមើលទំហំនេះបានកាន់តែច្បាស់វាមានទំហំធំជាងមាសបំរុងសរុបនៃប្រទេសអឺរ៉ុបជាច្រើនទៅទៀតប៉ុន្តែភ្លាមនៅពេលដែលដំណឹងអំពីទ្រព្យសម្បត្តិនេះបានរីកសាយភាយទៅតំបន់ជុំវិញព្រឹត្តិការណ៍ចម្លែកបានចាប់ផ្ដើមកើតឡើងនៅក្នុងប្រាសាទ
មនុស្សម្នាចាប់ផ្ដើមខ្សឹបខ្សៀវគ្នាថាមាសនេះខ្លួនឯងមិនចង់ឲ្យគេយកវាចេញមកក្រៅឲ្យត្រូវពន្លឺព្រះអាទិត្យនោះទេហើយទ្វារបន្ទាប់គ្រាន់តែបានបញ្ជាក់ពីការភ័យខ្លាចទាំងនេះតាមរបៀបដែលនឹកស្មានមិនដល់បំផុតក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញជញ្ជាំងថ្មដ៏ធំសម្បើមមួយវាគឺជាទ្វារនៃឃ្លាំងសម្ងាត់ដែលមានអក្សរ B នៅលើទ្វារនេះមិនមានសោមិនមានដែកទីងនិងមិនមានត្រចៀកទ្វារឡើយផ្ទៃទាំងមូលរបស់វាត្រូវបានគ្របដណ្ដប់ដោយរូបចម្លាក់ពូវែកដ៏ធំដែលស្ថិតក្នុងសភាពត្រៀមខ្លួនចិត្តនៅពេលដែលសមាជិកគណៈកម្មការចូលទៅជិតទ្វារនេះពួកមហាបូជាចារ្យនៃប្រាសាទបានរារាំងភ្លើងរបស់ពួកគេបានប្រកាសថាបន្ទប់នេះមិនអាចបើកបានទេទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយបន្តិចទៀតនេះអ្នកនឹងដឹងពីអាថ៌កំបាំងដែលលាក់ទុកនៅពីក្រោយទ្វារចុងក្រោយដែលត្រូវបានបិទជិតហើយហេតុអ្វីបានជាគេខ្លាចវាខ្លាំងម្ល៉េះតាមរឿងព្រេងបុរាណរបាំងនេះមិនត្រូវបានបិទដោយសោធម្មតាទេប៉ុន្តែដោយសំឡេងដ៏ស័ក្តិសិទ្ធិមានតែអ្នកដែលចេះមន្តអាគមពិសេសប៉ុណ្ណោះទើបអាចចូលទៅខាងក្នុងបានដោយសុវត្ថិភាពប្រសិនបើប្រើឧបករណ៍ធម្មតាឬគ្រឿងផ្ទុះវានឹងក្លាយជាប្រភពនៃគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សគ្រប់គ្នានៅពេលនោះមានរឿងដែលមិនអាចពន្យល់បានមួយបានកើតឡើងនៅក្នុងក្រុមកម្មករដែលមានបទពិសោធន៍មួយចំនួនស្រាប់តែបោះបង់ចោលឧបករណ៍របស់ពួកគេហើយបដិសេធមិនបន្តការងារពួកគេបានអះអាងថាបានឮសំឡេងចម្លែកចេញពីក្រោយទ្វារដែលបិទជិតនោះមនុស្សបានពណ៌នាវាថាជាសំឡេងទឹកហូរយ៉ាងខ្លាំងនិងសំឡេងស៊ូដ៏គួរឲ្យខ្លាចនៃសំឡេងរាប់ពាន់ខណៈពេលដែលនៅពីក្រោយជញ្ជាំងតាមច្បាប់រូបវិទ្យាគួរតែមានភាពស្ងប់ស្ងាត់ទាំងស្រុងបរិយាកាសនៅក្នុងបន្ទប់ក្រោមដីកាន់តែតានតឹងរហូតដល់មន្ត្រីសម្រាប់ចិត្តសម្រាប់មួយរយៈប៉ុន្តែរឿងដែលគួរឲ្យខ្លាចបំផុតបានកើតឡើងនៅមួយខែក្រោយមកមេធាវីគីរវ៉ាណាមសុនដារារាចាន់បានទទួលមរណភាពភ្លាមសោកនាដកម្មនេះបានកើតឡើងយ៉ាងឆាប់រហ័សបំផុតអ្នកជំនាញមិនអាចរកការពន្យល់ណាមួយដែលសមហេតុផលបានឡើយព្រឹត្តិការណ៍ដ៏សោកសៅនេះបានធ្វើឲ្យអ្នកដែលមិនជឿទាំងអស់ខ្លាចជាមនុស្សដែលខ្លាចមិនហ៊ានចូលទៅជិតផ្សារ B ហេតុអ្វីបានជាទ្វារនេះត្រូវបានរចនាឡើងយ៉ាងចម្លែកបែបនេះក្រោយមកវិស្វករបានកត់សម្គាល់ឃើញចំណុចសំខាន់មួយលោហៈពិសេសនៃទ្វារនេះត្រូវបានធ្វើឡើងពីលោហៈធាតុចម្រុះដែលស្ទើរតែមិនឲ្យរោគវិទ្យុឆ្លងកាត់នេះមានន័យថានៅពីក្រោយទ្វារគឺជាបន្ទប់ដែលមានជញ្ជាំងក្រាស់ខ្លាំងប្រសិនបើគ្មានមន្តអាគមទេតែមានយន្តការអ្វីលាក់ខ្លួននៅពីក្រោយរូបចម្លាក់ពស់ទាំងនេះចម្លើយបានប្រែជាមានគ្រោះថ្នាក់ជាងរឿងព្រេងណាទាំងអស់ចុះបើប្រាសាទទាំងមូលគឺជាអន្តរវិស្វកម្មដ៏ធំសម្បើមមួយនៅពេលដែលអ្នកវិទ្យាសាស្ត្របានស្កែនគ្រឹះដោយប្រើរ៉ាដាស្កែនដីដ៏មានឥទ្ធិពលពួកគេបានរកឃើញប្រព័ន្ធប្រហោងនិងបំពង់នៅក្រោមសាប៊ីប្រាសាទនេះស្ថិតនៅមិនឆ្ងាយពីមហាសមុទ្រប៉ុន្មានទេជាងចម្លាក់បុរាណបានជីកប្រឡាយយ៉ាងជ្រៅក្នុងថ្មដែលភ្ជាប់បន្ទប់ក្រោមដីជាមួយទឹកសមុទ្រប្រឡាយទាំងនេះត្រូវបានបិទដោយវ៉ានដ៏រឹងមាំដែលត្រូវបានទប់ដោយទម្ងន់នៃទ្វារសាប៊ីផ្ទាល់តែម្ដងប្រសិនបើព្យាយាមកោះវាដោយកម្លាំងវ៉ានទាំងនេះនឹងបើកភ្លាមដោយសារសម្ពាធទឹកមហាសមុទ្ររាប់ពាន់តោននឹងហូរចូលទៅខាងក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះវាគឺជាប្រព័ន្ធសុវត្ថិភាពដ៏ល្អឥតខ្ចោះបំផុតចោលប្លន់ណាក៏ដោយក៏គ្មានឱកាសរួចខ្លួនដែរប៉ុន្តែវាមិនមែនមានតែប៉ុណ្្នឹងទេទឹកនឹងមិនត្រឹមតែហូរពេញសាលដែលមានមាសទាំងអស់នោះទេវានឹងបំផ្លាញគ្រឹះប្រាសាទទាំងស្រុងតែម្ដងអគារថ្មដែលមានទម្ងន់រាប់តោននឹងមិនអាចទ្រាំទ្របានឡើយនេះហើយជាមូលហេតុដែលអាជ្ញាធរឥណ្ឌាបច្ចុប្បន្នខ្លាចមិនហ៊ានប្រើគ្រឿងចក្រខួងពួកគាត់ដឹងថាឲ្យតែខុសតែបន្តិចអាចនឹងបំផ្លាញមិនត្រឹមតែរតនសម្បត្តិទេតែថែមទាំងវាមានប្រវត្តិសាស្ត្រដ៏កម្រទៀតផងជាងសំណង់បុរាណបានគិតគូរគ្រប់យ៉ាងដោយប្រើការខ្លាចរបណ្ដាសារបស់មនុស្សបូករួមនឹងការកញ្ញាដ៏សុក្រិតបំផុតចំណុចអាថ៌កំបាំងពិតប្រាកដគឺនៅពីក្រោយទ្វាររូបពស់វែកដំបូងគេនោះនៅមានរបាំងមួយជាន់ទៀតវាធ្វើពីប្រាក់សុទ្ធហើយមានយន្តការបាត់ដ៏ស្មុគស្មាញបំផុតចុះតើស្ដេចនៃកូរតូចមួយឈ្មោះ Travancore អាចបង្កើតប្រព័ន្ធដ៏ស្មុគស្មាញបែបនេះបានយ៉ាងដូចម្តេចដើម្បីយល់ពីរឿងនេះយើងត្រូវមើលឲ្យច្បាស់ថាតើពួកគាត់ពិតជាមានជំនឿលើអ្វីឲ្យប្រាកដពួកគាត់បានបង្កើតប្រព័ន្ធដ៏អស្ចារ្យមួយដែលទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់មិនមែនជារបស់នរណាម្នាក់ឡើយចុះតើវាអាចដំណើរការទៅរួចយ៉ាងម៉េចក្នុងពេលដែលមានសង្គ្រាមជាប់រហូតនោះ
តើគេអាចលាក់ប្រាក់1 trillion ដុល្លារពីចភពដែលខ្លាំងបំផុតក្នុងលោកបានយ៉ាងដូចម្តេចចម្លើយគឺស្ថិតនៅលើស្ដេចព្រះនាម Marthanda Valma នៅពាក់កណ្ដាលសតវត្សទី18ព្រះអង្គបានធ្វើរឿងមួយដែលសពថ្ងៃគេហៅថាជាដំណោះស្រាយច្បាប់ដ៏អស្ចារ្យព្រះអង្គបានប្រគល់នគរនិងទ្រព្យសម្បត្តិទាំងអស់ថ្វាយទៅព្រះវិស្ណុជាផ្លូវការចាប់ពីថ្ងៃនោះមកព្រះអង្គនិងកូនចៅត្រូវបានចាត់ទុកត្រឹមតែជាអ្នកមើលការខុសត្រូវមិនមែនជាម្ចាស់ដីនេះឡើយនេះមានន័យថាសូម្បីតែកាក់មាសមួយកាក់ពីក្នុងប្រាសាទក៏មិនអាចយកមកប្រើសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់ស្ដេចឬវាំងបានដែរសូម្បីតែការចំណាយលើកងទ័ពក៏ត្រូវបានហាមឃាត់មិនឲ្យប្រើប្រាក់ទាំងនេះដែរនេះបានក្លាយជាវត្ថុសក្ការៈដែលគេហាមប៉ះពាល់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននៅពេលដែលកងទ័ពអង់គ្លេសចាប់ផ្ដើមចូលកាន់កាប់ទឹកដីឥណ្ឌាពួកគាត់បានប្លន់បំផ្លាញវាំងអ្នកមានមុនគេបង្អស់ប៉ុន្តែនៅពេលដែលពួកគាត់មកដល់មាត់ទ្វារប្រាសាទ Padmanabhaswamy ពួកគាត់បានជួបនឹងឧបសគ្គដែលនឹកស្មានមិនដល់ពួកសង្ឃនិងប្រជាជនបានចេញមកតាមដងផ្លូវហើយប្រកាសថាមាសទាំងអស់នៅខាងក្រោមនោះមិនមែនជារបស់ស្ដេចទេតែជារបស់ទេវៈនាសម័យនោះសូម្បីតែពួកអាណានិគមក៏ខ្លាចោលអាការបះបោរខាងសាសនាដែលអាចបំផ្លាញអំណាចរបស់ពួកគាត់ដែរនេះគេហ៊ានអង់គ្លេសបានព្យាយាមចុះទៅពិនិត្យបន្ទប់ក្រោមដីជាច្រើនដងប៉ុន្តែរាល់ដងតែងតែមានមនុស្សរាប់ពាន់នាក់ចេញមកការពារប្រាសាទចុងក្រោយពួកអង់គ្លេសក៏មិនហ៊ានប៉ះពាល់វាដែរពួកគាត់នឹកស្មានមិនដល់ថានៅក្រោមការរធម្មតាមានមាសលាក់ទុកយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលលើសពីថវិកាប្រចាំឆ្នាំរបស់ទីក្រុងឡុងទៅទៀតគ្រួសាររាជវង្សបានបន្តបន្ថែមទ្រព្យសម្បត្តិទាំងនេះអស់រយៈពេលជាច្រើនទសវត្សរ៍សូម្បីតែក្នុងគ្រាលំបាកបំផុតក៏ពួកគាត់មិនដែលយកមាសសូម្បីតែ1ក្រាមចេញពីបន្ទប់ក្រោមដីនោះដែរវាគឺជាទ្រព្យសម្បត្តិដែលមិនអាចប៉ះពាល់បានដែលកើតចេញពីជំនឿរបស់ប្រជាជនទាំងមូលរាល់កាក់ថ្មីនិងគ្រឿងអលង្ការថ្មីនីមួយត្រូវបានត្រួតពិនិត្យនិងកត់ត្រាយ៉ាងហ្មត់ចត់ដោយពួកសង្ឃការកត់ត្រាទាំងអស់នេះត្រូវបានធ្វើឡើងនៅលើស្លឹករឹតពិសេសស្លឹករឹតជាច្រើននៅតែរក្សាបាននូវសភាពល្អឥតខ្ចោះរហូតមកដល់សព្វថ្ងៃនេះគឺឯកសារទាំងនេះហើយដែលបានជួយដល់គណៈកម្មការក្នុងឆ្នាំ2011ឲ្យយល់ដឹងថាតើត្រូវស្វែងរកច្រកចូលទៅក្នុងបន្ទប់ក្រោមដីនៅកន្លែងណាឲ្យប្រាកដប៉ុន្តែនៅថ្ងៃនេះពាក្យសច្ចាបុរាណនេះកំពុងស្ថិតក្រោមការគំរាមកំហែងរដ្ឋសម័យទំនើបចង់ប្រើប្រាស់មាសនេះដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចការតស៊ូដើម្បីកំណប់ទ្រព្យឥឡូវនេះបានឈានដល់បន្ទប់សវនាការនៃតុលាការកំពូលរបស់ប្រទេសហើយសប្តាហ៍ថ្ងៃនេះប្រាសាទ Padmanabhaswamy គឺជាបន្ទាយដែលមានការការពារតឹងរ៉ឹងបំផុតនៅក្នុងប្រទេសឥណ្ឌាបន្ទាប់ពីពិភពលោកទាំងមូលបានដឹងអំពីទឹកប្រាក់ចំនួន$22,000 លាននៅក្នុងសាលអេរដ្ឋាភិបាលរដ្ឋបានសម្រេចថាធនធានបែបនេះគួរតែជារបស់ប្រជាជនចំនួនផ្លូវច្បាប់បានចាប់ផ្ដើមអស់រយៈពេល79ឆ្នាំមន្ត្រីរដ្ឋាភិបាលបានស្នើឲ្យរំលាយគ្រឿងអលង្ការបុរាណទៅជាដុំមាសដើម្បីដាក់ចូលក្នុងមូលនិធិបម្រុងរបស់ប្រទេសពួកគាត់បានអះអាងថាវានឹងជួយឲ្យប្រទេសឥណ្ឌាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចអ្នកមានបំផុតមួយក្នុងពិភពលោកភ្លាមប៉ុន្តែអ្នកមានជំនឿនិងតំណាងគ្រួសាររាជវង្សបានប្រកាន់ជំហររបស់ខ្លួនរហូតដល់ទីបញ្ចប់ពួកគាត់ជឿថាវានឹងនាំឲ្យមានផលវិបាកដែលមិនអាចកែខៃបានសវនីការតុលាការលើករណីនេះប្រៀបដូចជាខ្សែភាពយន្តរន្ធត់ចិត្តអញ្ចឹងមេធាវីឆ្នាំរបស់ប្រទេសបានជែកដេញដល់គ្នាថាតើរូបសំណាកព្រះអាចជាម្ចាស់កម្មសិទ្ធិស្របច្បាប់នៃទ្រព្យសម្បត្តិបានដែរឬទេជាលទ្ធផលក្នុងឆ្នាំ2020តុលាការកំពូលនៃប្រទេសឥណ្ឌាបានចេញសេចក្តីសម្រេចមួយដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលតុលាការបានទទួលស្គាល់ជាផ្លូវការថាគ្រួសាររាជវង្សមានសិទ្ធិគ្រប់គ្រងប្រាសាទស្ថាប័នរដ្ឋត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឲ្យជ្រៀតជ្រែកក្នុងកិច្ចការឃ្លាំងនិងយកអ្វីចេញពីទីនោះដោយគ្មានការយល់ព្រមពីបូជាចារ្យឡើយភ្លាមបន្ទាប់ពីនោះតំបន់សុវត្ថិភាពមួយត្រូវបានបង្កើតឡើងនៅជុំវិញប្រាសាទសប្តាហ៍ថ្ងៃនេះមានសន្តិសុខរាប់រយនាក់កំពុងយាមកាមនៅទីនោះនៅខាងក្នុងអគារមានដំឡើងកាមេរ៉ាទំនើបហើយឧបករណ៍ចាប់សញ្ញាពិសេសនឹងឆ្លើយតបទៅនឹងរំញ័រតិចតួចបំផុតនៃកម្រាលប៉ុន្តែទោះបីជាមានការការពារយ៉ាងខ្លាំងក្លាបែបនេះក៏ដោយក៏អាចកំបាំងដ៏សំខាន់បំផុតនៃបន្ទប់ក្រោមដីនៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយខណៈពេលដែលអ្នកច្បាប់នៅក្នុងតុលាការកំពុងជែកគ្នាអំពីប្រាក់នៅក្នុងសាល A អ្នកវិទ្យាសាស្ត្របានបន្តសិក្សាជញ្ជាំងនៃសាល B តាមរយៈឧបករណ៍បច្ចេកទេសពួកគាត់បានរកឃើញអ្វីមួយដែលមិនគួរឲ្យជឿវាបានបង្ហាញថានៅពីក្រោយទ្វារទី1មានបន្ទប់ដ៏ជ្រៅមួយទៀត
វាចុះទៅក្រោមក្នុងជម្រៅ10ម៉ែត្រហើយទិន្នន័យស្កែនបានបង្ហាញថាមានវត្ថុនៅទីនោះដែលរូបរាងរបស់វាមិនដូចអ្វីដែលយើងធ្លាប់ឃើញនៅក្នុងសារមន្ទីរតតែសោះវាមិនមែនជាកាក់រឹមគត់នោះទេវាគឺជាអ្វីដែលប្លែកស្រឡះដែលបង្កើតឲ្យមានទ្រឹស្ដីដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតអ្នកស្រាវជ្រាវជាច្រើនជឿជាក់យ៉ាងមុតមមថាវត្ថុបុរាណនៃអរិយធម៌ផ្សេងទៀតត្រូវបានលាក់ទុកនៅទីនោះចុះបើអ្វីដែលលាក់ទុកនៅទីនោះមិនមែនជាមាសប៉ុន្តែគឺជាចំណេះដឹងបុរាណវិញទិន្នន័យចុងក្រោយដែលទទួលបានតាមរយៈការថតស្កែនបានបង្ហាញលទ្ធផលដ៏អស្ចារ្យនៅពីក្រោយទ្វារដែលមានរូបភាពសត្វពូវែកគឺជារបាំងទី2ដែលធ្វើពីប្រាក់សុទ្ធហើយនៅពីក្រោយជញ្ជាំងប្រាក់នេះគឺជាបន្ទប់ដែលមានប្រអប់ដែកចម្លែកជាច្រើនអ្នកស្រាវជ្រាវសន្មតថាក្នុងប្រអប់ទាំងនេះអាចមានផ្ទុកនៅសាត្រាស្លឹករឹតបុរាណនៅលើសន្លឹកមាសកំណត់ត្រាទាំងនេះអាចរៀបរាប់ពីបច្ចេកវិទ្យានៃអរិយធម៌ដែលមាននៅលើភពផែនដីយើងតាំងពីមុនសម័យទឹកជំនន់ធំនេះប្រហែលជាមិនមែនគ្រាន់តែជាធនាគារដ៏ធំសម្បើមនោះទេប៉ុន្តែជាបណ្ណាល័យបុរាណដ៏អស្ចារ្យដែលមនុស្សបានការពាររាប់ពាន់ឆ្នាំជាប់គ្នាពីការជ្រៀតជ្រែកពីខាងក្រៅខណៈពេលដែលអាជ្ញាធររដ្ឋនិងពួកបូជាចារ្យកំពុងចរចាអំពីអនាគតនៃទីកន្លែងនេះរដុនសម្បត្តិទាំងអស់នៅតែបន្តស្ថិតក្នុងភាពងឹតសូន្យអាសន្នមាសនេះបានឆ្លងកាត់ការដួលរំនៃអាណាចក្រដ៏អស្ចារ្យឆ្នាំនៃអាណានិគមនិយមនិងសង្គ្រាមលោកទាំងពីរដោយជោគជ័យវាបម្រើជាការរំលឹកដល់យើងថានៅក្នុងពិភពលោករបស់យើងនៅតែមានកន្លែងដែលមនុស្សមិនគួរចូលទៅដោយគ្មានការអនុញ្ញាតប្រាសាទនេះត្រូវបានគេចាត់ទុកថាជាកន្លែងដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើភពផែនដីហើយអាថ៌កំបាំងរបស់វានៅតែបន្តរំជើបរំជួលដល់ចិត្តមនុស្សរាប់លាននាក់រាល់ការព្យាយាមថ្មីដើម្បីលួចមើលទៅក្នុងសាលបេដែលបិទជិតគឺគ្រាន់តែបន្ថែមនូវភាពអាថ៌កំបាំងនិងការភ័យខ្លាចចំពោះអ្វីដែលអាចនឹងត្រូវលាតត្រដាងដល់ពិភពលោកទាំងមូលរហែកជាអាថ៌កំបាំងដ៏អស្ចារ្យមួយចំនួនគួរតែត្រូវបានបិទជិតជារៀងរហូតដើម្បីកុំឲ្យរំខានដល់ទល់ឲ្យភាពដ៏ផុយស្រួយរវាងអតីតកាលនិងអនាគតកាលប្រសិនបើអ្នកចង់ដឹងមុនគេអំពីអ្វីដែលពួកគេនឹងរកឃើញនៅពីក្រោយទ្វារប្រាក់ដ៏អាថ៌កំបាំងសូមចុចជីវ Channel របស់យើងឥឡូវនេះយើងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ជំហានថ្មីរបស់អ្នកស្រាវជ្រាវនិងត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅរាល់ការពិតដែលលេចឡើងក្នុងអំឡុងពេលនៃរឿងនេះជួបគ្នាក្នុងវីដេអូថ្មីដែលយើងនឹងលាតត្រដាងអាថ៌កំបាំងដ៏អស្ចារ្យជាច្រើនទៀតនៃភពផែនដីដ៏អាថ៌កំបាំងរបស់យើង